បាទជំរាបសួរលោកគ្រូនិងសួស្តីទៅកាន់មិត្តភ័ក្តិទាំងអស់គ្នាខ្ញុំបាទឈ្មោះហេងជាហេងដែលមកពីក្រុម SV7 ហើយថ្ងៃនេះដែរខ្ញុំមកនិយាយពី Basic Command ហើយជាដំបូងខ្ញុំចូលទៅកាន់ Setting សិនមកខ្ញុំចូលទៅកាន់ Network ហើយកន្លែងនេះ name នេះគឺបើសិនជាយើងយកកន្លែង PCLE នេះអានឹងគឺជាប្រភេទ network ដោតខ្សែហើយសម្រាប់ខ្ញុំយក MediaTek នេះជាប្រភេទ wireless អានឹងសម្រាប់របស់ខ្ញុំហើយខ្ញុំ click OK បន្ទាប់មកខ្ញុំធ្វើការ start ម៉ាស៊ីនសូមរំចាំបន្តិចហើយមកដល់កន្លែងនេះខ្ញុំធ្វើការlogin ជាមួយនឹង account របស់ខ្ញុំធ្វើការដាក់ username ដាក់ password ហើយមកដល់កន្លែងនេះខ្ញុំធ្វើការ check update សិនខ្ញុំប្រើ command sudo no sudoហើយខ្ញុំធ្វើការដាក់ password ហើយ enter នៅពេលនេះវាកំពុងតែដំណើរការបាទឥឡូវហ្នឹងរបស់ខ្ញុំហ្នឹងគឺវា update ចំនួន79 package ហើយឥឡូវហ្នឹងខ្ញុំធ្វើការ upgrade វាខ្ញុំប្រើ sudo at least upgrade upgradable ហើយខ្ញុំថាបន្ទាប់មកខ្ញុំcheck if address អញ្ចឹងខ្ញុំប្រើ IP ហើយ IP address របស់ខ្ញុំគឺ 172.20.10.10.3 ហើយកន្លែងនេះខ្ញុំដឹងពី IP address របស់ខ្ញុំហើយចឹងខ្ញុំចូល PowerShell របស់ខ្ញុំហើយខ្ញុំសរសេរping 172.20.10.3 ហើយខ្ញុំធ្វើការ enter វានៅពេលនេះរបស់ខ្ញុំគឺវាបានស្គាល់ហើយហើយឥឡូវហ្នឹង ASA បន្តមកខ្ញុំដាក់ឈ្មោះខ្ញុំហើយទៅ add ហើយដាក់ IP មិញហ្នឹងគឺ 172.20.10.3 ហើយខ្ញុំដាក់ enter ខ្ញុំធ្វើការយក
yes ហើយ password គឺ1 2 3 4នេះគឺវាបានស្គាល់ហើយនេះគឺជាឈ្មោះរបស់ខ្ញុំរៀងជាហេតុនេះហើយជាហ៊ានបន្តខ្ញុំធ្វើការសួរវា who am I នេះគឺឈ្មោះរបស់ខ្ញុំហើយ PWD ហើយមួយទៀតខ្ញុំប្រើ sudo dev enter password បន្តមកកន្លែងនេះខ្ញុំធ្វើការ upgrade វាគឺ sudo upgradable ហើយខ្ញុំ enter វាហើយនេះគឺបានសម្រាប់កន្លែងនេះខ្ញុំធ្វើការបង្កើតfolder មួយគឺ tag ខ្ញុំបង្កើតយើងត្រូវទៅសេពាក្យថា tag ហើយទៅខ្ញុំដាក់ sv7 ហើយមួយទៀតខ្ញុំបង្កើតprint string មួយគឺខ្ញុំដាក់ echo single quote ហើយខ្ញុំដាក់ hello hello world hi SV7 send video assignment អធិស្ឋានកន្លែងនេះគឺខ្ញុំអត់ដាក់វាអញ្ចឹងទេខ្ញុំសំដៅវិញខ្ញុំដាក់touch sv7.txt ហើយខ្ញុំថាវាឥឡូវហ្នឹងខ្ញុំដាក់ ls ដ l បែបនេះខ្ញុំ enter វាដោយសារខ្ញុំធ្លាប់បង្កើត salmon ដូចជា2ចឹងឯងនេះវាលោតមក2ចឹងដោយសារកន្លែងនេះមិញខ្ញុំអត់ទាន់ដាក់ឥឡូវខ្ញុំធ្វើការដាក់ទៅecho single quote ហើយខ្ញុំដាក់ hello please
send video size ហើយបន្ទាប់មកគឺខ្ញុំ enter វាគឺនេះវា load មកហើយ Hello world please send video assignment មកដល់កន្លែងនេះខ្ញុំធ្វើការតែបង្កើត folder មួយទៀតគឺខ្ញុំដាក់ main directory sv7 folder ហើយខ្ញុំ enter ឥឡូវខ្ញុំធ្វើការ list វាដក L8 ទៅមកខ្ញុំ enter វានេះគឺជា folder ដែលខ្ញុំបានបង្កើតមុនគឺ sv7 folder នេះឯងដើម្បីខ្ញុំធ្វើការចូលទៅកាន់folder ហ្នឹងខ្ញុំធ្វើការចុច cd sv7 underscore មួយមកno នេះគឺជាហើយខ្ញុំធ្វើការ list វាហើយខ្ញុំធ្វើការនៅពេលដែលខ្ញុំធ្វើការចុច pwd គឺហើយនេះគឺជានេះឈ្មោះខ្ញុំហើយsv7 folder ហើយខ្ញុំធ្វើការចង់ចេញមកវិញគឺខ្ញុំចុច cd enter ពេលនេះខ្ញុំបានចេញមកហើយខ្ញុំធ្វើការ shut down ទៅគឺខ្ញុំប្រើ sudo shut down now ខ្ញុំ enter វាdown now wait ចាំបន្តិចគឺខ្ញុំប្រើខុសគឺ sudo ខ្ញុំមកដាក់ sudo ហើយshut down ខ្ញុំ enter វា password គឺ1234នេះគឺវាបានបិទនៅក្នុងនេះហើយពេលនេះវីដេអូខ្ញុំក៏បានដល់ទីបញ្ចប់ហើយក៏សូមអរគុណអ្នកដែលបានទស្សនានិងលោកគ្រូនិងមិត្តភក្តិទាំងអស់គ្នា